ពិភពលោកនៃសង្គ្រាមផ្លូវអាកាសសម័យថ្មីការចាប់អារម្មណ៍ជាញឹកញាប់តែងតែផ្ដោតទៅលើយន្តហោះចម្បាំងខ្លាំងៗដូចជា Rafale ឬ F-35 ប៉ុន្តែបច្ចុប្បន្នមានគូប្រជែងថ្មីមួយបានលេចចេញពីទិសបូព៌ាដែលសន្យាផ្ដល់នូវសមត្ថភាពយន្តហោះចម្បាំងជំនាន់ថ្មី 4.5 Generation នៅក្នុងតម្លៃមួយចំណែកតូចប៉ុណ្ណោះបើធៀបទៅនឹងតម្លៃទីផ្សារថ្ងៃនេះយើងនឹងក្រឡេកទៅមើលលើ JF-17 Thunder Block 3 ដែលត្រូវបានអភិវឌ្ឍរួមគ្នាដោយប្រទេសប៉ាគីស្ថាននិងប្រទេសចិនយន្តហោះចម្បាំងមួយនេះមិនត្រឹមតែការពារដែនអាកាសរបស់ប្រទេសប៉ាគីស្ថានប៉ុណ្ណោះទេប៉ុន្តែវាកំពុងធានានៅកិច្ចព្រមព្រៀងនាំចេញជាប្រវត្តិសាស្ត្រនិងកំពុងកែប្រែតុល្យភាពអំណាចនៅក្នុងតំបន់កូកាសខាងត្បូងនិងតំបន់ផ្សេងៗទៀតផងដែរនេះគឺជាចំណុចស្នូលនៃកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសប៉ាគីស្ថានដើម្បីឯករាជ្យភាពនៃផ្នែកនយោបាយការពារជាតិនោះគឺ JF-17 Thunder ហើយ Block 3នេះគឺជា model ចុងក្រោយបំផុតគឺជាការអភិវឌ្ឍទៅមុខយ៉ាងខ្លាំងមួយហើយត្រូវបានដាក់បញ្ចូលទៅក្នុងកងទ័ពអាកាសប៉ាគីស្ថាននៅក្នុងខែមីនាឆ្នាំ2023យន្តហោះ Block 3នេះត្រូវបានបំពាក់ដោយម៉ាស៊ីន Plymouth OD 93MA របស់ប្រទេសរុស្ស៊ីវាអាចហោះបានល្បឿន 1.8 ម៉ាយនិងមានកម្ពស់ហោះហើររហូតដល់ 55,500 ហ្វីតប៉ុន្តែចំណុចផ្លាស់ប្ដូរពិតប្រាកដមិនមែនគ្រាន់តែជាល្បឿននោះទេវាគឺជាប្រព័ន្ធរ៉ាដាយន្តហោះនេះបំពាក់ដោយរ៉ាដា AESA ដែលអាចធៀបបានទៅនឹង F-16 Block 70យន្តហោះ Thunder នេះអាចតាមដានគោលដៅបាន15គោលដៅក្នុងពេលតែមួយហើយវាក៏បំពាក់នៅអាវុធដ៏មុតស្រួចផងដែរនោះគឺ Missile PL-15E ជាមួយនឹងចម្ងាយវាយប្រហារលើសពី145គីឡូម៉ែត្រ Missile នេះអនុញ្ញាតឲ្យ JS-17 វាយប្រហារសត្រូវតាំងពីមុនពេលពួកគេអាចវាយបកបានដោយវាមានចម្ងាយឆ្ងាយជាងគូប្រជែងលោកខាងលិចនិងតំបន់ភាគច្រើនអ្វីដែលធ្វើឲ្យ Thunder ក្លាយជាការផ្លាស់ប្ដូរដ៏ធំគឺកត្តាសេដ្ឋកិច្ចបើយើងប្រៀបធៀបតម្លៃរបស់វាទៅនឹងយន្តហោះចម្បាំងផ្សេងទៀតដូចជាទី1 Gripen C របស់ប្រទេសស៊ុយអែតមានតម្លៃរហូតដល់$60 លានទី2 Tejas Mk1A របស់ប្រទេសឥណ្ឌាមានតម្លៃរហូតដល់$42 លានចំណែកឯ JF-17 Block 3មានតម្លៃចន្លោះពី16ទៅ18 លានសម្រាប់តម្លៃនៃយន្តហោះចម្បាំងលោកខាងលិចមួយគ្រឿងអាចទិញ JF-17 បានជិត3គ្រឿងយុទ្ធសាស្ត្របរិមាណបូកទៅនឹងគុណភាពនេះកំពុងទាក់ទាញបណ្ដាប្រទេសដែលចង់បានស្វ័យភាពយុទ្ធសាស្ត្រដោយមិនចាំបាច់ចំណាយថវិកាជាតិច្រើនហួសហេតុគុណតម្លៃនេះបានប្រែក្លាយ Thunder ទៅជាជោគជ័យនៃការនាំចេញជាសកលកិច្ចព្រមព្រៀងដ៏ធំបំផុតគឺកិច្ចសន្យាដែលមានតម្លៃរហូតដល់$4.6 ពាន់លានជាមួយនឹងប្រទេសអាហ្សេបៃហ្សាំសម្រាប់យន្តហោះចម្បាំងចំនួន40គ្រឿងការដឹកជញ្ជូនបានចាប់ផ្ដើមនៅចុងឆ្នាំ2025នេះដែលជាការកត់សម្គាល់នៅការផ្លាស់ប្ដូរភូមិសាស្ត្រនយោបាយដ៏សំខាន់នៅក្នុងតំបន់កូកាសខាងត្បូងប្រទេសមីយ៉ាន់ម៉ានិងនេស៊ីរីយ៉ាកំពុងប្រតិបត្តិការយន្តហោះនេះនៅក្នុងទូនីតិប្រយុទ្ធជាក់ស្ដែងរួចមកហើយចំណែកប្រទេសអ៊ីរ៉ាក់បានចុះហត្ថលេខាបញ្ជាទិញយន្តហោះ Block 3ចំនួន12គ្រឿងក្នុងតម្លៃ$1.8 ពាន់លានហើយការចរចាហើយការចាប់អារម្មណ៍ទៅលើ JF-17 ត្រូវបានរាយការណ៍ថាកំពុងកើនឡើងពីប្រទេសអារ៉ាប៊ីសាអូឌីតអេស៊ីបនិងបូលីវីចាប់តាំងពីប្រតិបត្តិការប្រឆាំងភេរវកម្មនៅប្រទេសអាហ្គានីស្ថានរហូតមកដល់ការវាយប្រហារឆ្លងព្រំដែនអំឡុងពេលភាពតានតឹងឆ្នាំ2024-2025យន្តហោះនេះត្រូវបានគេបញ្ជាក់ថាមានសមត្ថភាពក្នុងការប្រយុទ្ធយ៉ាងពិតប្រាកដ JF-17 Block 3បានវិវត្តពីយន្តហោះជំនួយធុនស្រាលទៅជាឧបករណ៍ភូមិសាស្ត្រនយោបាយដ៏សំខាន់ដោយការរួមបញ្ចូលគ្នានៅប្រព័ន្ធអេឡិចត្រូនិករបស់ប្រទេសចិននិងការផលិតរបស់ប្រទេសប៉ាគីស្ថាននិងការរចនាបែបបើកចំហ Open Architecture វាផ្ដល់ឲ្យបណ្ដាប្រទេសកំពុងអភិវឌ្ឍនៅជម្រើសដ៏កម្រមួយនេះនោះគឺអនុភាពផ្លូវអាកាសបច្ចេកវិទ្យាខ្ពស់ដោយគ្មានចំណងនយោបាយស្មុគស្មាញគណៈដែនអាកាសនៃសមរភូមិសតវត្សទី21កាន់តែមានភាពមមាញឹក Thunder មួយនេះបានមកដល់ហើយវាកំពុងធ្វើឲ្យពិភពលោកចាប់អារម្មណ៍ខ្លាំងផងដែរ
ហើយខ្ញុំគិតថាប្រទេសកម្ពុជាយើងគួរតែទិញយន្តហោះ Thunder Block ស៊េរីនេះព្រោះវាមានតម្លៃធូរថ្លៃហើយមានបំពាក់នៅបច្ចេកវិទ្យាថ្មីៗផងដែរសូមអរគុណយើងនឹងជួបគ្នានៅវីដេអូក្រោយហើយបើគិតថាមានប្រយោជន៍កុំភ្លេចជួយចុច Subscribe និងដាក់សញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗពីវិស័យកម្មជាតិ